ពីដែនសីមាភ្នំពេញទៅកាន់រដ្ឋធានីប៉េកាំងដំណើរលើសពីការទូតតែជាយុទ្ធសាស្ត្រកម្ពុជាចិនខណៈពិភពលោកកំពុងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ昨天到的，柬埔寨的入党权利区，刚刚包括全部的人大，包括还到នៅព្រឹកព្រលឹមស្រាងនាថ្ងៃទី25មិថុនាព្រះសូរិយាបានក្រោកពីដំណេកយ៉ាងលឿនដើម្បីជូនដំណើរក្បួនរថយន្តរបស់សម្ដេចតេជោហ៊ុនសែនឆ្ពោះទៅកាន់ព្រលានហោះអន្តរជាតិតេជោនិងអមដំណើរដោយគណៈប្រតិភូជាច្រើនរូបបន្ទាប់មកបាក់សីស្លាបដែកបានដឹកសម្ដេចហោះកាត់អាកាសាឆ្លងដែនសីមាកម្ពុជាឆ្ពោះទៅចោះចតក្នុងដែនសីមានៃរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនរបស់សម្ដេចតេជោហ៊ុនសែនដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរវាងកម្ពុជាចិនពីថ្ងៃទី25មិថុនាដល់ថ្ងៃទី27មិថុនាដំណើរទស្សនកិច្ចនេះមានអត្ថន័យជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅសម្រាប់កម្ពុជាចិនដើម្បីអាចរក្សាស្ថិរភាពសន្តិភាពនិងឱកាសអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលនៅស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងរវាងមហាអំណាចមានជាអាមេរិកចិនរុស្ស៊ីអឺរ៉ុបនិងជប៉ុនជាដើមសម្រាប់ប្រជាពលរដ្ឋខ្មែរសំណួរដែលគួរសួរថាតើទស្សនកិច្ចនេះមានសារៈសំខាន់យ៉ាងណាហើយសម្ដេចតេជោអាចនាំយកអ្វីខ្លះមកវិញសម្រាប់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃនេះ BC News សូមលើកយកចំណុចនៃផលប្រយោជន៍ទាំងនោះមកចែកជូនលោកអ្នកដូចតទៅចំណុចទី1ហេតុអ្វីចិនផ្ដល់សារៈសំខាន់ចំពោះដំណើរទស្សនកិច្ចនេះជាការពិតណាស់នៅពេលសម្ដេចតេជោបានជួបផ្ទាល់ជាមួយអាដាមស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិននិងជាប្រធានាធិបតីចិនបានជួបផ្ទាល់ជាមួយអាដាមលីឈៀងនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិននិងជួបផ្ទាល់ជាមួយអាដាមចាវលឺជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិននិងមេដឹកនាំសំខាន់ផ្សេងទៀតគឺបង្ហាញថាភាគីចិនផ្ដល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជាចិនខ្លាំងទៅកាន់ពិភពលោកទោះបីជាសម្ដេចតេជោហ៊ុនសែនមិនកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតក៏ដោយក៏ប៉ុន្តែនាមជាប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាសម្ដេចនៅតែជាអិសរាជជននយោបាយដ៏មានឥទ្ធិពលនិងមានតួនាទីសំខាន់ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជានៅពេលបច្ចុប្បន្នទៅអនាគតការអញ្ជើញដោយផ្ទាល់ពីបកកុម្មុយនីសចិនអាចត្រូវបានមើលឃើញថាជាការបញ្ជាក់ពីទំនុកចិត្តនិងការបដិញ្ញាចិត្តរបស់ភាគីចិនក្នុងការបន្តពង្រឹងទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជាលើសពីនេះទំនាក់ទំនងរវាងកម្ពុជានិងចិនមិនត្រូវបានកំណត់ត្រឹមកិច្ចការងាររដ្ឋាភិបាលនោះទេប៉ុន្តែថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគណៈបកកណ្ដាលអំណាចនិងថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរកត្តានេះត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជាមូលដ្ឋានគ្រឹះសំខាន់មួយដែលអាចជួយធានានូវនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំណុចទី2ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងនៅក្នុងបរិបទសន្តិសុខតំបន់កំពុងតែរសើបអ្វីដែលគួរកត់សម្គាល់គឺដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជានិងចិនបានរៀបចំកិច្ចប្រជុំ 2+2 កាលពីថ្ងៃទី23ខែមេសាឆ្នាំ2026ដែលជាយន្តការការទូតនិងសន្តិសុខថ្មីរួមមានរដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរគេនៅចាំបានថានៅក្នុងកិច្ចប្រជុំនោះបានសង្កត់ធ្ងន់លើការរក្សាសន្តិភាពស្ថិរភាពនិងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាពិសេសភាគីទាំងពីរបានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជាថៃត្រូវដោះស្រាយតាមរយៈការចរចានិងការប្រើប្រាស់យន្តការការទូតនិងតាមនិយមច្បាប់អន្តរជាតិគេអាចក្រឡេកភ្នែកមើលទៅកាន់ព្រំដែនកម្ពុជាថៃព្រោះអាចជាចំណុចស្នូលនៃចំណាប់អារម្មណ៍របស់សាធារណជនអ្នកវិភាគមួយចំនួនយល់ឃើញថាដំណើរទស្សនកិច្ចនេះអាចជាឱកាសសម្រាប់កម្ពុជានិងចិនផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពសន្តិសុខក្នុងតំបន់និងបន្តសម្របសម្រួលជំហររួមក្នុងការគ្រប់គ្រងដំណោះស្រាយដោយសន្តិវិធីសម្រាប់កម្ពុជាស្ថិរភាពនៅតាមបន្ទាត់ព្រំដែនមិនមែនជាបញ្ហាសន្តិសុខតែមួយមុខនោះទេប៉ុន្តែជាមូលដ្ឋានសម្រាប់ទាក់ទាញការវិនិយោគការធ្វើពាណិជ្ជកម្មការអភិវឌ្ឍទេសចរនិងកំណើនសេដ្ឋកិច្ចចំណុចទី3ហេតុអ្វីសេដ្ឋកិច្ចគឺជារបៀបរយៈស្នូលសម្រាប់ទស្សនកិច្ចនេះជាការពិតណាស់ក្រៅពីនយោបាយនិងសន្តិសុខសេដ្ឋកិច្ចត្រូវបានរំពឹងថាក្លាយជារបៀបរយៈសំខាន់បំផុតមួយ
នៃជំនួបកម្ពុជាលើកនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះចិនគឺជាដៃគូវិនិយោគនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតឈរលេខរៀងទី1នៅកម្ពុជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាច្រើនដូចជាផ្លូវលបឿនលឿនអាកាសយានដ្ឋានអន្តរជាតិកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រឧស្សាហកម្មសុទ្ធតែមានការចូលរួមទុនវិនិយោគរបស់ចិនម្ល៉េះហើយជំនួបលើកនេះអាចផ្ដោតលើការតាក់ទាញវិនិយោគថ្មីពង្រីកទីផ្សារនាំចេញការផ្ទេរបច្ចេកវិទ្យាការអភិវឌ្ឍសេដ្ឋកិច្ច Digital ថាមពលស្អាតកសិកម្មទំនើបនិងការលើកកម្ពស់វិស័យទេសចររវាងកម្ពុជាចិនចំណុចទី4ការចូលទៅក្រាបបង្គំគាល់ព្រះមហាក្សត្រអត្ថន័យលើសពីពិធីការនៅក្នុងដំណើរទស្សនកិច្ចនេះសម្ដេចតេជោហ៊ុនសែននិងគណៈប្រតិភូបានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលកំពុងតែគង់ប្រថាប់នៅទីក្រុងប៉េកាំងការចូលបង្គំគាល់នេះមានអត្ថន័យបង្ហាញពីការគោរពចំពោះព្រះរាជពិធីការនិងស្របតាមប្រវត្តិសាស្ត្រព្រោះទីក្រុងប៉េកាំងគឺជាកន្លែងដែលព្រះករុណាព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋធ្លាប់យាងសម្រាប់ព្យាបាលប្ររោគជាប្រចាំហើយរដ្ឋាភិបាលចិនបានផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះព្រះរាជវង្សានុវង្សកម្ពុជាបច្ចុប្បន្នព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីកំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំងដើម្បីតាមដាននិងថែទាំព្រះរាជសុខភាពផងដែរដូច្នេះការចូលក្រាបបង្គំគាល់របស់សម្ដេចតេជោនៅក្នុងឱកាសនេះអាចត្រូវបានគេមើលឃើញថាមានអត្ថន័យទាំងផ្នែកព្រះរាជប្រពៃណីការគោរពស្ថាប័នព្រះមហាក្សត្រនិងការបន្តចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជាចិនដែលបានកសាងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដោយឃ្លីមួយរបស់សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ជាមួយអាដាមស៊ីជីនពីងនិងអាដាមចៅលូជីប្រធានគណៈកម្មការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនថាទោះបីពិភពលោកមានការប្រែប្រួលអាកាសធាតុមានការប្រែប្រួលប៉ុន្តែមិត្តភាពកម្ពុជាចិនមិនប្រែប្រួលឡើយម្ល៉េះហើយទស្សនកិច្ចផ្លូវការលើកនេះដើម្បីកិច្ចការងារនយោបាយសេដ្ឋកិច្ចការតភ្ជាប់ប្រវត្តិសាស្ត្រវប្បធម៌បរិយាទំនាក់ទំនងដែលជួយពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរពីមួយចំនួនទៅមួយចំនួនចំណុចទី5បើយើងមើលពីមុំភូមិសាស្ត្រនយោបាយវិញតើកម្ពុជាកំពុងបញ្ជូនសារអ្វីទៅកាន់ពិភពលោកបើយើងពិនិត្យមើលព្រឹត្តិការណ៍ការទូតរបស់កម្ពុជាក្នុងរយៈពេលប្រមាណខែចុងក្រោយនេះស្ថិតដឹកនាំកម្ពុជាបានបង្កើនការចូលរួមវេទិកាអន្តរជាតិជាមួយដៃគូសំខាន់ជាបន្តបន្ទាប់កន្លងទៅថ្មីសម្ដេចរដ្ឋាភិបាលហ៊ុនម៉ាណែតបានអញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាព BOP នៅអាមេរិកទៅជួបផ្ទាល់ថ្នាក់ដឹកនាំកម្ពុជានៅសហភាពអឺរ៉ុបនិងកាលពីពេលថ្មីនេះទៅប្រជុំខួបលើកទី35រវាងរុស្ស៊ីនិងអាស៊ាននៅរុស្ស៊ីខណៈដែលសម្ដេចតេជោហ៊ុនសែនកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនបើមើលពីព្រឹត្តិការណ៍ទាំងពីរនេះរួមគ្នាគេអាចយល់បានថាកម្ពុជាកំពុងអនុវត្តគោលនយោបាយពិពិធកម្មភាពជាដៃគូ Strategic Diversification ពោលគឺជាការពង្រីកទំនាក់ទំនងជាមួយមជ្ឈមណ្ឌលមហាអំណាចនិងដៃគូសេដ្ឋកិច្ចជាច្រើនដើម្បីបង្កើនជម្រើសសម្រាប់ការអភិវឌ្ឍនិងកាត់បន្ថយពីការពឹងផ្អែកទៅលើប្រទេសណាមួយនៅស្របពេលជាមួយគ្នានេះកម្ពុជាក៏បន្តរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ានអាមេរិកសហភាពអឺរ៉ុបជប៉ុនកូរ៉េខាងត្បូងនិងដៃគូអន្តរជាតិជាច្រើនផ្សេងទៀតនេះឆ្លុះបញ្ចាំងឲ្យឃើញថាគោលនយោបាយការបរទេសរបស់កម្ពុជាគឺផ្អែកទៅលើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើនដើម្បីការពារផលប្រយោជន៍ជាតិនិងបង្កើនភាពធន់សេដ្ឋកិច្ចសម្រាប់ជាតិមាតុភូមិទន្ទឹមនឹងនេះសម្រាប់អ្នកវិនិយោគអន្តរជាតិអ្វីដែលសំខាន់បំផុតមិនមែនស្ថិតលើកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសណានោះទេប៉ុន្តែគឺថាតើកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយគោលនយោបាយសេដ្ឋកិច្ចដែលមានភាពច្បាស់លាស់និងបរិយាកាសវិនិយោគដែលអាចព្យាករណ៍បានដែរឬទេនៅពេលកម្ពុជាអាចរក្សាបាននូវកត្តាទាំងនេះនោះទំនុកចិត្តរបស់អ្នកវិនិយោគនឹងកើនឡើងហើយនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងផងដែរចំណុចទី6ពិភពលោកកំពុងរៀបចំខ្សែច្រវាក់សេដ្ឋកិច្ចឡើងវិញតើកម្ពុជាគួរចាប់យកឱកាសអ្វីក្រៅពីនយោបាយនិងសន្តិសុខដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះបានមើលឃើញនៅក្នុងបរិបទនៃការរៀបចំឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិកនិងចិនបានជំរុញឲ្យក្រុមហ៊ុនអន្តរជាតិជាច្រើនបានពិចារណាធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយនិន្នាការនេះបានបង្កើតឱកាសថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍នៅក្នុងនោះរួមទាំងកម្ពុជាផងដែរសម្រាប់កម្ពុជាបញ្ហាសំខាន់មិនមែនគ្រាន់តែជាការតាក់ទាញដើមទុនវិនិយោគប៉ុណ្ណោះទេប៉ុន្តែគឺជាការតាក់ទាញវិនិយោគដែលអាចនាំមកនូវបច្ចេកវិទ្យាជំនាញគ្រប់គ្រងការបណ្ដុះបណ្ដាលធនធានមនុស្សនិងការបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យផលិតកម្ម
ប្រសិនបើអាចសម្រេចបាននោះកម្ពុជានឹងអាចផ្លាស់ប្ដូរពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មតម្លៃទាបទៅជាសេដ្ឋកិច្ចដែលមានផលិតភាពនិងការប្រកួតប្រជែងកាន់តែខ្ពស់នៅពេលខាងមុខនៅក្នុងន័យនេះកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកម្ពុជាកម្ពុជាចិនអាចមិនផ្ដោតតែលើការវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេប៉ុន្តែអាចពង្រីកទៅកាន់វិស័យបច្ចេកវិទ្យា Digital សេដ្ឋកិច្ចបៃតងបញ្ញាសិប្បនិម្មិត AI ធម៌ពលល្អនិងការអភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មីដែលជាវិស័យសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងទន្ទឹមនឹងនេះសេដ្ឋកិច្ចការទូតក៏ជារឿងសំខាន់ផងដែរមិនមែនជ្រើសមហាអំណាចប៉ុន្តែជ្រើសផលប្រយោជន៍សម្រាប់ជាតិមាតុភូមិនេះគឺជាចំណុចទី7ជាការពិតណាស់ពិភពលោកបច្ចុប្បន្នកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងប្រទេសតូចៗដូចជាកម្ពុជាប្រឈមនឹងបញ្ហាមួយគឺត្រូវរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗនៅក្នុងបរិបទនេះគោលដៅសំខាន់របស់ការទូតកម្ពុជាផ្ដោតលើការពង្រីកឱកាសសេដ្ឋកិច្ចការទាក់ទាញការវិនិយោគនិងការពារផលប្រយោជន៍ជាតិជាជាងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចគេសង្កេតឃើញថាការចូលរួមរបស់សម្ដេចវត្តបតីហ៊ុនម៉ាណែតនៅក្នុងកម្មវិធីក្រុមប្រឹក្សាសន្តិភាព BOP ការចូលរួមអបអរសាទរខួប35ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអាស៊ានកាលពីថ្ងៃទី17ដល់ថ្ងៃទី18មិថុនានិងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែននៅប្រទេសចិននៅថ្ងៃទី25ដល់ថ្ងៃទី27មិថុនាអាចមើលឃើញថាជាផ្នែកមួយនៃការទូតសេដ្ឋកិច្ចដែលព្យាយាមបង្កើតជំរើសសម្រាប់ការអភិវឌ្ឍជាតិកម្ពុជានេះជាសច្ចភាពនិងជាជំរើសល្អដើម្បីអាចជំរុញឲ្យមានវិនិយោគកិនអន្តរជាតិកើនឡើងអ្វីដែលសំខាន់បំផុតគឺកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសនានានៅក្នុងពិភពលោកអ្វីដែលកាន់តែពិសេសជាងនេះគឺកម្ពុជាអាចបន្តរក្សាបាននៅស្ថិរភាពនយោបាយនិងគោលនយោបាយសេដ្ឋកិច្ចដែលមានភាពច្បាស់លាស់និងបរិយាកាសធុរកិច្ចដែលអាចព្យាករបានកត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការកសាងទំនុកចិត្តរបស់វិនិយោគិនតែមានសំណួរមួយដែលគួរសួរតើប្រជាពលរដ្ឋកម្ពុជានឹងទទួលបានអ្វីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅរដ្ឋធានីប៉េកាំងសម្រាប់ប្រជាពលរដ្ឋខ្មែរការវាស់វែងភាពជោគជ័យនៃទស្សនកិច្ចនេះមិនផ្អែកលើចំនួនជំនួបឬពិធីការទទួលស្វាគមន៍នោះទេប៉ុន្តែផ្អែកលើលទ្ធផលជាក់ស្ដែងដែលអាចកើតមានបន្ទាប់ពីទស្សនកិច្ចលទ្ធផលទាំងនោះអាចរួមមានការទាក់ទាញវិនិយោគថ្មីការបង្កើតការងារការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការលើកកម្ពស់វិស័យទេសចរណ៍និងការរក្សាបរិយាកាសសន្តិភាពស្ថិរភាពដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិសម្រាប់ប្រជាពលរដ្ឋទូទៅអ្វីដែលសំខាន់បំផុតគឺថាតើការទូតអាចបំលែងទៅជាឱកាសសេដ្ឋកិច្ចបង្កើនប្រាក់ចំណូលនិងលើកកម្ពស់គុណភាពជីវិតបានកម្រិតណាសេចក្តីសន្តានជារួមមកវិញដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំងរបស់សម្ដេចតេជោហ៊ុនសែនមិនមែនគ្រាន់តែជាកម្មវិធីការទូតរវាងប្រទេសទាំងពីរនោះទេប៉ុន្តែជាការឆ្លុះបញ្ចាំងពីកម្រិតបច្ចេកទេសយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្ដូរនិងរញ៉េរញ៉ៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនលើកនេះបង្ហាញពីការបន្តពង្រឹងទំនាក់ទំនងជាមួយចិនស្របពេលដែលកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិផ្សេងៗដើម្បីរក្សាតុល្យភាពនិងការពារផលប្រយោជន៍ជាតិដំណើរនៃភាពជោគជ័យនៃទស្សនកិច្ចនេះពលរដ្ឋខ្មែររំពឹងថានឹងអាចចូលរួមចំណែកទាក់ទាញវិនិយោគពីប្រទេសចិននិងប្រទេសជាច្រើនផ្សេងទៀតដើម្បីអាចបង្កើតការងារមានជំនាញខ្ពស់ពង្រីកទីផ្សារនាំចេញពង្រឹងសន្តិភាពបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាជាមួយប្រទេសនៅក្នុងតំបន់អាស៊ាននិងពិភពលោកទាំងពេលបច្ចុប្បន្ននិងអនាគតជាការពិតណាស់ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោហ៊ុនសែនត្រូវបានពលរដ្ឋខ្មែរគ្រប់រូបចាស់និងចាត់ទុកថាគឺជាវីរបុរសកសាងសន្តិភាពនិងជាវីរជនរបស់កម្ពុជាពលរដ្ឋខ្មែររំពឹងថាសម័យតេជោធិបតីនឹងនាំឲ្យជាតិមាតុភូមិកម្ពុជារុងរឿងសុបូរសប្បាយជារៀងរហូតខ្ញុំសេរីមនី BC News